ស៊ីវិលកម្ពុជាជាង 4,000 នាក់ដែលរួមមានកុមារ 1,155 នាក់នៅតែមិនទាន់អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញបានស្វាគមន៍បងប្អូនមកកាន់វីដេអូសម្រាយព័ត៌មានបាទក្នុងវីដេអូនេះយើងមានព័ត៌មានមួយដែលមានចំណងជើងថា Nearly 4,000 Cambodians still blocked from returning home ប្រជាពលរដ្ឋកម្ពុជាជាង 4,000 នាក់នៅតែជាប់គាំងពីការវិលត្រឡប់មកកាន់លំនៅឋានរបស់ពួកគេវិញ Nearly 4,000 Cambodian civilians including 1,155 children remain unable to return to their homes in Banteay Mean Chey province according to Cambodia's Ministry of National Defense. Authorities say that displacement is linked to shipping container barricades placed by Thai forces. បាទបងប្អូនក្នុងនេះយើងមានពាក្យកន្លឹះ enable យើងប្រែថាដែលមិនអាច according to យើងប្រែថាយោងទៅតាម barricades យើងប្រែថាការដាក់រនាំងបិទផ្លូវអូខេប្រជាជនស៊ីវិលកម្ពុជាជាង 4,000 នាក់ដែលរួមមានកុមារ 1,155 នាក់នៅតែមិនទាន់អាចវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញបានក្នុងខេត្តបន្ទាយមានជ័យនេះបើយោងទៅតាមក្រសួងការពារជាតិរបស់កម្ពុជាមន្ត្រីអាជ្ញាធរបានលើកឡើងថាជនភៀសសាគឺបន្តកើតមានយោងទៅតាមការដាក់រនាំងកុងតឺន័របិទផ្លូវដោយយោធាថៃបាទបងប្អូនពាក្យកន្លឹះក្នុងនេះយើងមានពាក្យ inspect យើងប្រែថាពិនិត្យត្រួតពិនិត្យ install យើងប្រែថាដាក់ដំឡើង occupation យើងប្រែថាការកាន់កាប់ អូខេកាលពីថ្ងៃទី 22 ខែសីហាក្រុមអ្នកអង្កេតការណ៍អាស៊ានក្នុងប្រទេសកម្ពុជាដែលហៅកាត់ថា OATKH បានត្រួតពិនិត្យទៅលើទីតាំងចំនួន 5 ក្នុងភូមិជោគជ័យជាកន្លែងដែលអាជ្ញាធរកម្ពុជាបានលើកឡើងថាកុងតឺន័រដាក់ទំនិញ62គ្រឿងត្រូវបានគេតម្កល់ដោយកម្ពុជាបានបន្តលើកឡើងថាការដាក់កុងតឺន័របិទផ្លូវគឺស្ថិតនៅលើដែនដីកម្ពុជាដែលបង្កើតជាការគ្រប់គ្រងដោយខុសច្បាប់ The Defense Minister said the situation affects 3,951 people from 1,045 families and has created a significant humanitarian concern. It stressed that resolving border issues is essential to allow displaced residents to safely return home and resume normal livelihoods. បាទបងប្អូនក្នុងនេះយើងមានពាក្យកន្លឹះ significant យើងប្រែថាដែលសំខាន់ពាក្យ residents យើងប្រែថាអ្នកស្រុក resume យើងប្រែថាបន្តអូខេក្រសួងការពារជាតិបានលើកឡើងថាស្ថានភាពនេះបញ្ជាក់ឥទ្ធិពលទៅដល់ប្រជាពលរដ្ឋ 3,951 នាក់ក្នុងចំណោម 1,045 គ្រួសារហើយបានបង្កើតជាកង្វល់នៃបញ្ហាមនុស្សធម៌ដ៏សំខាន់មួយកម្ពុជាបានសង្កត់ធ្ងន់ថាការដោះស្រាយនៅបញ្ហាជម្លោះព្រំដែនគឺជារឿងដែលសំខាន់ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាននិងបន្តការរស់នៅជាធម្មតាវិញ Cambodia called for
the Cambodia-Thailand Joint Boundary Commissions (JBC) to resume border surveying and demarcation as soon as possible. Phnom Penh cited the December 27, 2025 JBC joint statement, which committed both sides to allowing affected civilians to return home safely and without obstruction. បាទបងប្អូនយើងមកបន្តសិក្សាពាក្យកន្លឹះក្នុងនេះយើងមានពាក្យ call for យើងប្រែថាអំពាវនាវ possible ដែលអាច committed អនុវត្តឬក៏ប្រព្រឹត្តអូខេកម្ពុជាបានអំពាវនាវឲ្យគណៈកម្មការព្រំដែនរួមកម្ពុជាថៃដែលហៅកាត់ថា JPC ត្រូវតែបន្តនៅការវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានរាជធានីភ្នំពេញបានលើកឡើងពីសេចក្តីថ្លែងការណ៍រួម GBC កាលពីថ្ងៃទី27ធ្នូឆ្នាំ2025ដែលអនុវត្តឲ្យភាគីទាំងពីរអនុញ្ញាតឲ្យជនស៊ីវិលដែលរងគ្រោះអាចបន្តវិលត្រឡប់មកកាន់លំនៅឋានដោយសុវត្ថិភាពដោយគ្មានការរារាំងCambodia reaffirmed its commitment to protecting its international boundary through international law, historical agreements, and established bilateral mechanisms. That it does not recognize territorial changes resulting from force, and insisted that border disputes must be resolved peacefully, while displaced families continue to wait a safe return home បាទបងប្អូនយើងមកសិក្សាពាក្យកន្លឹះ establish យើងប្រែថាបង្កើត recognize យើងប្រែថាទទួលស្គាល់ insisted យើងប្រែថាទទូចបាទប្រទេសកម្ពុជាបានធ្វើការបញ្ជាអំពីជំហរនៃការបដិញ្ញាចិត្តក្នុងការពារនៅខ្សែបន្ទាត់ព្រំដែនជាអន្តរជាតិរបស់ខ្លួនតាមរយៈច្បាប់អន្តរជាតិឯកសារជាប្រវត្តិសាស្ត្ររួមនឹងយន្តការទ្វេភាគីដែលបានបង្កើតកម្ពុជាបានលើកឡើងថាកម្ពុជាមិនទទួលស្គាល់នៅការប្រែប្រួលនៅដែនដីក្រោមលទ្ធផលនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធហើយបានទទូចថាចំនួននៃបញ្ហាព្រំដែនត្រូវតែបានដោះស្រាយដោយសន្តិវិធីទន្ទឹមនឹងនោះគ្រួសារកម្ពុជាគ្រួសារភាសាកម្ពុជាជាច្រើននៅតែបន្តរងចាំការវិលត្រឡប់មកកាន់លំនៅឋានរបស់ពួកគេដោយសុវត្ថិភាពបាទអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូសម្រាប់ព័ត៌មានយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ